ព្រះអាទិត្យរះឡើងចែងចាំងពន្លឺពណ៌លឿងដូចមាសរួមមានសម្លេងចាប់យំអឹងកងខ្យល់បរិសុទ្ធមករំភើយមានអារម្មណ៍ថាស្រស់ស្រាយនិងមានសុភមង្គលវឌ្ឍនៈដើរលេងនៅមុខប្រាសាទអង្គរដ៏ធំស្កឹមស្កៃយ៉ាងមានក្តីសុខភ្លាមនោះស្រាប់តែមានកូនបីសាច់ក្បីមួយដើរចូលមកក្នុងប្រាសាទវឌ្ឍនៈបានស្រែទៅកាន់កូនបីសាច់ក្បីនោះថាឈប់ឆាប់ចេញពីប្រាសាទបុព្វបុរសយើងភ្លាមទៅបើឯងមិនចង់ស្លាប់ឆាប់ចាក់ចេញទៅយើងទូភីជាកូនស្ដេចក្របីមហិង្សារាជក្នុងព្រៃហែមពៀនយើងមិនដែលប្រយុទ្ធចាញ់ម្ដងណាឡើយអញ្ចឹងសាកប្រយុទ្ធជាមួយយើងមើលទៅយើងនឹងប្រើមង្អាគមអសុរៈដើម្បីកំទេចឯងអាចក្របីអញ្ចឹងសាក់មើលទៅចាំមើលអ្នកណាខ្លាំងជាងអ្នកណាការប្រយុទ្ធបានចាប់ផ្ដើមថ្ងៃទី2ថ្ងៃទី3ថ្ងៃទី4ថ្ងៃទី5ថ្ងៃទី6ថ្ងៃទី7ការប្រយុទ្ធគ្នា7ថ្ងៃ7យប់ហើយនៅតែមិនទាន់ដឹងចាញ់ឈ្នះ